ចំនួនអ្នកស្លាប់កើនឡើងទៅដល់44នាក់ក្រោយបណ្ដាប្រទេសដីកោះនៅសមុទ្រខារីបៀនរងការវាយប្រហារពីព្យុះ Hurricane Melissa ឡាហារ៉ាន់គិតត្រឹមថ្ងៃប្រហ័សទី$30ទៅលើលេខអ្នកស្លាប់ដោយសារព្យុះ Hurricane Melissa បានបន្តកើនដល់44នាក់បន្ទាប់ពីមានការរងបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅតាមបណ្ដាប្រទេសដីកោះនៃតំបន់សមុទ្រខារីបៀនក្នុងសប្តាហ៍នេះបើតាមព័ត៌មានចេញផ្សាយពីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីព័ត៌មាននៃប្រទេសសាម៉ាអ៊ីបានប្រាប់ថាក្នុងប្រទេសរបស់ខ្លួនទង្រួចលេខអ្នកស្លាប់គឺយ៉ាងហោចណាស់19នាក់ប៉ុន្តែអាជ្ញាធរកំពុងបន្តកិច្ចប្រឹងប្រែងរុករកនិងជួយសង្គ្រោះព្យុះ Melissa ជាដំបូងបានបោកបក់មកពីភាគនិរតីប្រទេសសាម៉ាអ៊ីកាលពីថ្ងៃអង្គារក្នុងទម្រង់ជាព្យុះ Hurricane កម្រិតទី5ដែលជាកម្រិតខ្ពស់បំផុតរីឯប្រទេសហៃទីដែលមិនត្រូវបានព្យុះ Melissa វាយចំផ្ទាល់ក៏ដោយនោះក៏បានរាយការណ៍ថាមានមនុស្សស្លាប់យ៉ាងហោចណាស់25នាក់គូបញ្ជាក់ថាព្យុះ Hurricane Melissa ក៏បានវាយប្រហារលើភាគខាងកើតប្រទេសគុយបានិងជាទីដែលមនុស្សប្រមាណជាង735,000នាក់ត្រូវបានជម្លៀសទៅរកកន្លែងសុវត្ថិភាពប៉ុន្តែមិនទាន់ឃើញថាមានសេចក្តីរាយការណ៍មានការបាត់បង់ជីវិតនៅឡើយទេគឺត្រឹមយប់ថ្ងៃប្រហ័សព្យុះ Melissa បានថយចុះថាមពលមកកម្រិត Category 1បើតាមវិតម្លៃជាបឋមទំហំនៃការបំផ្លិចបំផ្លាញនិងខាតបង់សេដ្ឋកិច្ចបង្កឡើងដោយព្យុះ Hurricane នេះនៅតំបន់សមុទ្រខារីបៀនគឺគិតជាទឹកប្រាក់ចន្លោះពី48ទៅ52,000 លានដុល្លារ